នៅឆ្នាំ2024ខ្ញុំធ្លាប់ជិះម៉ូតូទៅខេត្តសៀមរាបសប្រៃអ្នកផ្ទះផុសខ្ញុំបានម្ដងហ៎បាទចឹងឥឡូវគ្រាន់តែចូលឆ្នាំ2026ភ្លាមខ្ញុំក៏សម្រេចចិត្តជិះម៉ូតូទៅសប្រៃម្ដងទៀតដើម្បីស្វាគមន៍ឆ្នាំថ្មីយកមកហើយខ្ញុំក៏ចង់ប្រាប់ថាបេសកកម្មលើកនេះខ្ញុំនឹងជិះម៉ូតូទៅទីនោះតែម្នាក់ឯងដែលជាដំណើរបែបតនហន់គិតចេញពីយប់ក្រោកទៅពីព្រឹកតែម្ដងអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងធ្វើដំណើរជុំគ្នាពីភ្នំពេញទៅខេត្តសៀមរាបថាតើមានរឿងរ៉ាវអ្វីខ្លះដែលខ្ញុំបានឆ្លងកាត់និងទីតាំងទេសចរណ៍ណាខ្លះដែលខ្ញុំនឹងទៅអញ្ចឹងតោះសូមស្វាគមន៍មកកាន់ដំណើរបេសកកម្មទៅខេត្តសៀមរាបដើមឆ្នាំ2026ខ្ញុំគិតថាខ្ញុំប្រហែលជាអត់ឈប់បាយថ្ងៃទេចាំតែបាយថ្ងៃនៅផ្ទះហ្មងអញនឹងអញមកជាអាពូបាទហើយបាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូបេសកកម្មជិះម៉ូតូទៅសៀមរាបនិយាយទៅបើសិនជាបងប្អូនទាំងអស់គ្នាតាមដានខ្ញុំគឺខ្ញុំធ្លាប់ជិះម៉ូតូទៅសៀមរាបម្ដងហើយកាលឆ្នាំ2023ទៅសប្រៃអ្នកផ្ទះខ្ញុំប៉ុន្តែក៏មុនជិះទៅ2 ម្នាក់ប៉ុន្តែថ្ងៃនេះគឺខ្ញុំ solo ride តែម្ដងដោយសារតែអីនិយាយទៅអាក្រីពូម៉ាក់ខ្ញុំនោះគឺវានៅសៀមរាបស្រាប់ឯងហើយដំបូងឡើយគឺខ្ញុំថាខ្ញុំអត់បានទៅណាទេដោយសារតែថ្ងៃនេះថ្ងៃទី2ខែ1 2026ថាអូខេនៅធ្វើការធម្មតាប៉ុន្តែជាក់ស្ដែងអីមើល calendar ទៅក៏ទុំតែ relay ថាអូខេថ្ងៃ2ថ្ងៃសុក្រហ្នឹងហើយសារទៅខ្ញុំអត់ធ្វើការអញ្ចឹងមានអីតោះដាក់មក trip តាមពូម៉ាក់ខ្ញុំទៅសៀមរាបហើយក៏ចង់ surprise អ្នកតែខ្ញុំជិតទី2ដែរអញ្ចឹងឥឡូវនេះប្រហែលជាម៉ោង 5 កន្លះអីហើយខ្ញុំកំពុងតែ get ready រៀបចំមួយបានតិចតួចព្រោះថា plan ល្ងាចយប់មិញហ្នឹងទុំតែផ្សាយចិត្តថាយប់មិញហ្នឹងហើយរៀបចំបានអីហើយដេកម៉ោង 5 ផឹកងើបមករៀបចំខ្លួនបានប៉ុណ្ណឹងអញ្ចឹងខ្ញុំនៅប្រហែលបានតិចទៀតសិនហើយបានយើងចាប់ផ្ដើមចេញទៅប្រហែលជាខ្ទង់ម៉ោង 6 អីចឹងបងប្អូនអរគ្នាតាមដានបេសកកម្មជិះម៉ូតូទៅសៀមរាបទាំងអស់គ្នាចឹងនៅពេលហ្នឹងទ្រាំតែបានរៀបចំអីវ៉ាន់ដាក់ម៉ូតូអីរួចគឺម៉ោងខ្ទង់ 6 កន្លះហើយទៅបានចេញហើយបើនិយាយតាមត្រង់ទៅគ្រប់ពេលដែលខ្ញុំបានជិះម៉ូតូនៅពេលព្រឹកព្រលឹមជាពិសេសនៅពេលចេញ trip បែបនេះគឺថាអារម្មណ៍ល្អអើយល្អតែខុសត្រង់ថាថ្ងៃហ្នឹងគឺអត់បានដាក់កាហ្វេមុនចេញតាណាទេព្រោះអីគឺខ្ជិលឈប់តែញញញ៉ៃហើយណាមួយក៏ចង់ឆាប់ចេញឲ្យផុតពីក្រុងដែរកុំឲ្យដល់ម៉ោងស្ទះផ្លូវអីអញ្ចឹងមួម៉ៅខូចអារម្មណ៍អស់លើអីអញ្ចឹងគោលដៅដំបូងផុសខ្ញុំនៅពេលនោះគឺស្គុនដែលមានចម្ងាយផ្លូវជាង70 គីឡូអីហ្នឹងតែដោយសារតែពេលនោះសភាពផ្លូវគឺស្រឡះល្អហើយមេឃក៏ត្រជាក់ស្រួលជិះទៀតអញ្ចឹងហើយខ្ញុំបានចំណាយពេលត្រឹមតែ1 ម៉ោងគត់ដើម្បីធ្វើដំណើរទៅដល់ទីនោះនៅម៉ោងខ្ទង់ 7 កន្លះអីហ្នឹងហើយរឿងដំបូងដែលខ្ញុំត្រូវធ្វើមុនគេនឹងគឺជិះរកហាងកាទៀវដើម្បីហូបបាយព្រឹកនិងធ្វើការសម្រាកបន្តិចបន្តួចដើម្បីបន្តដំណើរទៅមុខទៀតតែនៅពេលហ្នឹងអង្គុយនៅហាងបាយមិនសូវជាបានយូរប្រហែលទេព្រោះថាត្រូវប្រញាប់យកម៉ូតូទៅចាក់ពេញសាំងក៏ដូចជាចូលទិញកាហ្វេផឹកនិងទុកម៉ូតូឲ្យចុះត្រជាក់សរុបនៅការ៉ាសាំងវិញអីអញ្ចឹងបងប្អូនអរគ្នាឥឡូវខ្ទង់ម៉ោង 8 ហើយអញ្ចឹងយើងចេញដំណើរបន្តទៅគោលដៅទី 2ដែលជាកំពង់ធំយើងទៅកំពង់ធំចំណាយប្រហែលជាខ្ទង់ 1 ម៉ោងទៅ 1 ម៉ោងកន្លះទៅដល់ហើយបើសាច់ឈប់យើងមិញប្រហែលជាចូល30-40 នាទីហើយម៉ូតូវាមកល្មមតិចអីអញ្ចឹងខ្ញុំចាប់ផ្ដើមរៀបចំទៅគោលដៅបន្តទៅយើងអរគ្នាអញ្ចឹងនៅម៉ោង 8 តិចតួចខ្ញុំក៏បានបន្តដំណើរទៅគោលដៅទី 2ដែលជាទីរួមខេត្តកំពង់ធំដែលចម្ងាយផ្លូវពីស្គុនទៅនឹងមិនសូវជាខុសគ្នាពីពេញមកស្គុនប្រហែលទេប្រហែលជាខ្ទង់ជាង 80 គីឡូអីហ្នឹងគ្រាន់តែខុសគ្នាត្រង់ថាផ្លូវមួយខ្សែនេះគឺរាងតូចជាងផ្លូវនោះបូករួមជាមួយនឹងការសម្បូរទៅដោយផ្សារនិងទីប្រជុំជននៅតាមផ្លូវនឹងទៀតអញ្ចឹងហើយចរាចរណ៍គឺរៀងមមាញឹកគ្រាន់បើដែរហើយអ្វីដែលសំខាន់នឹងពេលហ្នឹងជីគឺរៀងរវើយតាមផ្លូវទៀតអញ្ចឹងខ្ញុំក៏បានចូលសម្រាកនៅការ៉ាសាំងបន្តិចដែរនៅពេលនោះដើម្បីឈប់លុបមុខលុបមាត់ឲ្យស្លាកខ្លួនបន្តិចទៅបន្តដំណើរទៅមុខទៀតតែវាក៏មិនមែនជាផលលំបាកអីណាដែរដែលខ្ញុំអាចបន្តដំណើរទៅបានយ៉ាងរលូនតែម្ដងដែលចំណាយពេលត្រឹមតែខ្ទង់ 1 ម៉ោងអីតិចតួចដើម្បីទៅដល់គោលដៅរបស់យើងអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះមក10 គត់តែម្ដងយើងចំណាយពេលប្រហែលជាខ្ទង់ 1 ម៉ោងកន្លះពីស្គុនមកដល់កំពង់ធំនេះហើយយើងបានចូលទៅដល់ទីរួមខេត្តទេយើងឈប់នៅកន្លែង Total អញ្ចឹងបងប្អូនទាំងអស់គ្នាដែលជិះមកសៀមរាបគាត់ស្គាល់ Total មួយហ្នឹងឯងនៅកំពង់មូលខ្ញុំនៅខាងកំពង់មូលឈ្មោះអីគេនេះអូខេអញ្ចឹងយើងនឹងសម្រាកនៅទីនេះប្រហែលជាខ្ទង់ 10 ទៅ 15 នាទីបានហើយព្រោះមិញទុំឈប់ម្ដងដែរអញ្ចឹងមានន័យថាម៉ាស៊ីនវាមិនសូវជាក្តៅប៉ុន្មានទេអញ្ចឹងខ្ញុំគ្រាន់តែផឹកទឹកតិចតួចសារ៉ាឲ្យបាត់ងុយដេកតិចតួចហើយយើងនឹងបន្តដំណើរទៅគោលដៅបន្តរបស់យើងអាចជាស្ទងឬមួយក៏កំពង់ក្ដីខ្ញុំឡើងតែគិតមើលសិនខ្ញុំគិតថាខ្ញុំប្រហែលជាអត់ឈប់បាយថ្ងៃទេចាំតែបាយថ្ងៃនៅផ្ទះហ្មងធ្វើម៉េចបកឲ្យដល់សៀមរាបខ្ទង់ម៉ោង 2:11 អីហ្នឹង
tại ở cố đại tập phải dương nướng bà mình stone tế có bông cái đây đây chẳng nắng ấy bông bông kia dương ở sầm rạ mình tích sân môn nâng mặt to đậm ná từ một tiền trong trườngนี้ខ្ញុំសូមបើកវងកញ្ចក់បន្តិចថាបើសិនជាបងប្អូនចង់តាមដាន content ជាប្រចាំរបស់ខ្ញុំដូចជាប្រភេទរឿងខ្លីៗអីហ្នឹងសូមបងប្អូនជួយចុច follow page Facebook និង TikTok របស់ខ្ញុំដែល link ខ្ញុំបានដាក់ក្នុង caption ណាព្រោះអី channel YouTube ភាគច្រើនគឺខ្ញុំផុសតែវីដេអូធំៗទេបងប្អូនទាំងអស់គ្នាគេនេះបងប្អូនទាំងអស់គ្នាឥឡូវទេតម៉ាក់តិចសិនព្រោះមិញគាត់ទេមកខ្ញុំថាខ្ញុំដល់ស្គុតទៅតែគាត់ឲ្យមេដៃមួយតែគាត់ដឹងតែខ្ញុំជិះម៉ូតូទៅណាខ្ញុំប្រាប់គាត់តែខ្ញុំជិះឡានទេម៉ាក់ម៉ាក់ដល់ពងធំហ៎យ៉ាលឿនអត់លឿនជិះឡានអីជិះឡារីតាជិះអង្គុយនឹងទេបាទអត់អីទេមកទៅផ្ទះតាមកយាមបាទមកចេញទៅផ្ទះអូខេហើយចង់និយាយថាម៉ែថ្ងៃនេះញ៉ាំបាយមុនណាខ្ញុំប្រហែលខ្ទង់2:10ឯងមិនដល់2:11ម៉ែញ៉ាំបាយមុនណាបាច់ចាំខ្ញុំទេញ៉ាំតែចាំឯងញ៉ាំមីគីវឥឡូវហេវតាំងព្រឹកអត់ញ៉ាំទេអូខេចាំថ្ងៃញ៉ាំបាញ់ឆាវជុំនេះអញ្ចឹងនោះបាទមកញ៉ាំបាញ់ឆាវណាបាទមាននឹកខ្ញុំអត់អីបាយញ៉ាំដល់អញហ្មងអូខេបាទហើយដល់ហើយយ៉ាបងបាទហើយបាទនៅម៉ោង10តិចតួចខ្ញុំក៏បានបន្តដំណើរទៅគោលដៅទី3ដែលជាឃុំកំពង់ក្ដីខេត្តសៀមរាបក្នុងចម្ងាយផ្លូវជាង90គីឡូអីទៀតនិយាយទៅខ្ញុំសូមបើកវងកញ្ចក់ម្ដងទៀតហើយចង់សរសើរដល់រដ្ឋបាលខេត្តក៏ដូចជាបងប្អូនប្រជាជនយើងបន្តិចដែលបើតាមខ្ញុំចាំគឺតាំងពីចេញពីពេញមកគឺយើងឃើញមានការលើកទង់ជាតិនៅតាមមុខផ្ទះនិងបង្គោលភ្លើងតាមផ្លូវដែលមើលទៅគឺថាស្អាតណាស់បងប្អូនទាំងអស់គ្នាហើយពិតជាមានមោទនភាពមែនទែនអូខេឥឡូវយើងត្រឡប់ចូលមក topic យើងវិញម្ដងដែលការធ្វើដំណើររបស់ខ្ញុំនៅពេលនោះគឺចំណាយពេលត្រឹមតែ1ម៉ោងតិចតួចអីទេដើម្បីធ្វើដំណើរទៅដល់គោលដៅហើយចង់ប្រាប់ថានៅពេលដែលបងប្អូនបានមកដល់កំពង់ក្ដីនេះកុំភ្លេចឈានចូលលេងស្ពានប្រាប់ទិសបន្តិចផងណាដែលស្ថិតនៅស្របជាមួយនឹងផ្លូវជាតិនឹងទេដោយយើងគ្រាន់តែបត់ចូលតាមផ្លូវជាតិចាស់ត្រង់ចំណុចចំោះជ្រូកមុខផ្សារចូលទៅតែប្រហែល100ម៉ែត្រទេគឺដល់ហើយអញ្ចឹងនៅពេលហ្នឹងខ្ញុំក៏បានសម្រេចចិត្តឈប់សម្រាកនៅទីនោះតែម្ដងទៅហើយក៏អាចរាប់បានថាជាការចូលទស្សនាស្ពានបុរាណដ៏អស្ចារ្យរបស់ខ្មែរក្នុងសម័យអង្គរនេះផងដែរអូខេនេះបងប្អូនទាំងគ្នានិយាយទៅអង្គុយមើលស្ពានបដាស្ញើសរសើរដូនតាយើងគាត់សាងស្ពានបានវែងធំអញ្ចឹងហើយមុំដល់ឥឡូវទៀតតែគេថាលើកមុនមានតែអតេះគោមានតែអីឆ្លងកាត់ទេប៉ុន្តែឥឡូវមានម៉ូតូមានអីដែរវាសឹងតែ1000ឆ្នាំហើយនៅគាត់គិតដល់ក្មេងជំនាន់ក្រោយអញ្ចឹងនេះខ្ញុំគិតស្ញើគំនិតរបស់គាត់ទៅពេលហ្នឹងហើយគាត់អាចធ្វើបានជាមានន័យថាពូជសាសយើងនេះគឺជាពូជសាសមួយដែលខ្លាំងតាំងពីដើមអើយមកដែលប៉កែមិនដូចពូជសាសមកចំនួនដែរចង់បានតែរបស់គេអញ្ចឹងហើយអង្គុយឲ្យសំណោះដែរថាយើងមានដីចិត្តពូជសាសមួយដែលមើលទៅវាចាំតែឆ្លៀនពៀនចាំតែចង់យករបស់យើងនេះពួកវាឃើញស្ពានចេញចេះនឹងញ័រខ្លួនស្រក់ទឹកមាត់បើវាយកមិនបានវាបំផ្លាញចោលហ្នឹងបងហ្នឹងអញ្ចឹងស្ងើចសើផងក៏អាណិតសុកយើងផងអញ្ចឹងអង្គុយចង់ចូលត្រាម៉ាតាណាមិនដឹងនៅបងប្អូនអរគ្នានិយាយទៅស្ពានមួយនេះគឺជាស្ពានដែលវែងជាងគេបំផុតនៅស្រុកខ្មែរយើងនៅក្នុងសម័យអង្គរអញ្ចឹងមានន័យថាអាណាចក្រខ្មែរយើងស្ពាននេះគឺវែងជាងគេដែលមានបដោយចម្ងាយហ្នឹងឆ្លងនេះប្រហែលជាខ្ទង់86ម៉ែត្រតាមខ្ញុំចាំ86ម៉ែត្រទៅតឹង16ម៉ែត្រហើយតសហ្នឹងគឺមានចំនួន20ហើយកម្ពស់ពីបាតទឹកមកដល់លើហ្នឹង10ម៉ែត្របងប្អូនអរគ្នាអញ្ចឹងមានន័យថាស្ពាននេះធំណាបើសិនជាបងប្អូនទាំងអស់គ្នាបានមកឃើញផ្ទាល់មកឃើញថាអស្ចារ្យមកយកថ្មបន្ទប់គ្នាធ្វើស្ពានបានប៉ុណ្ណឹងគឺមិនមែនជារឿងធម្មតាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមានតែស្ងាច់សរសើរហើយយើងអង្គុយមើលមកស្ទូទៀតទៅចាំម៉ូតូតិចយើងនឹងបន្តដំណើរទៅមុខទៀតដំបូងឡើយថាឈប់តែកន្លះម៉ោងអីទេតែដោយសារតែលងសម្រាប់ស្ពានហើយនឹងខ្យល់ត្រជាក់នៅទីនោះអញ្ចឹងខ្ញុំក៏បានផ្លូវដល់1ម៉ោងកន្លះអីដល់ពេលនោះគឺម៉ោងខ្ទង់2:10កន្លះហើយទើបបានវិលកង់ជិះម៉ូតូហើយនេះក៏ជាការធ្វើដំណើរទៅកាន់គោលដៅចុងក្រោយរបស់យើងដែលជាទីរួមខេត្តសៀមរាបក្នុងចម្ងាយផ្លូវខ្ទង់60គីឡូអីទៀតទើបទៅដល់និយាយទៅនៅពេលនោះអារម្មណ៍ខ្ញុំផ្ទាល់គឺបានប្រាប់ថាយើងបានមកដល់ផ្ទះវិញហើយព្រោះអីសម្រាប់ខ្ញុំឲ្យតែបានចូលមកដល់ទឹកដីខេត្តសៀមរាបភ្លាមទាំងទេសភាពនិងបរិយាកាសគឺរៀងខុសប្លែកពីខេត្តដទៃដែលខ្ញុំអាចមានអារម្មណ៍នឹងហ្មងថានេះគឺជាខេត្តសៀមរាបតែបងប្អូនអត់មានអារម្មណ៍ដូចខ្ញុំទេគ្រាន់តែចាំថាពេលទៅដល់កន្លែងដែលមានគេលក់កន្លានច្រើនបែបនេះនឹងមើលឃើញភ្នំកលែននៅខាងស្ដាំដៃគឺយើងចូលចិត្តទៅដល់ទីរួមខេត្តហើយ
នៅម៉ោង 1 កន្លះខ្ញុំក៏បានធ្វើដំណើរទៅដល់គោលដៅចុងក្រោយដែលជាទឹកដីកំណើតមានតែមួយគ្មានពីររបស់ខ្ញុំហើយបើមើលពីបរិយាកាសនៅពេលនោះវិញគឺថាអូអរណាស់បងប្អូនទាំងអស់គ្នាព្រោះអីចំថ្ងៃដែលទៅតែនឹងឆ្លងឆ្នាំហើយដូចនេះបងប្អូនយើងដែលនៅខេត្តផ្សេងៗគឺគាត់មកលេងអត់ទាន់ចេញទៅវិញទេអញ្ចឹងខ្ញុំក៏បានបន្តជិះទៅផ្ទះហើយយើងចាំមើលទាំងអស់គ្នាណាថា reaction អ្នកផ្ទះខ្ញុំមិនដែរ Hello មិនឃើញកាត់ឲ្យបានយូរអត់ជីឈប់ហ្នឹងខ្ញុំជីអ្នកឯងនៅកំពង់ក្តេងខ្ញុំអង្គុយនៅអាលើស្ពានហ្នឹងឡើងម៉ោងអត់ថតស្ពានហ្នឹងអង្គុយលេងស្ពានហ្នឹងឲ្យវាតិចដល់លឿនតើcònខ្ញុំជីឈប់បើសាច់ជីលឿនទេបាទទេអានេះស្អែកយើងឡើងភ្នំកលែងស្រួលនេះ surprise ម៉ៃជាលើកទី 2 បាទឆ្នាំមុន surprise ម្ដងឥឡូវ surprise ម្ដងទៀតអូខេអញ្ចឹងget ready តិចសិនបងប្អូនទាំងគ្នាខ្ញុំមួយទឹកមួយអីពីចូលខ្លួនសិនព្រោះឥឡូវនេះគឺ hot អូតូសៀវបន្ទាប់ពីបានសម្រាកហូបបាយហូបអីរួចនៅម៉ោងខ្ទង់ 5 អីខ្ញុំក៏ឡើងម៉ូតូជិះទៅលេងតំបន់គោមជុំព្រោះអីវាគឺជា activity មួយដែលខ្ញុំចូលចិត្តធ្វើមែនទែនតាំងពីនៅតូចជាពិសេសលើកនេះចង់ទៅមើលប្រាសាទជុំដែលជាប្រាសាទមួយដែលគេទើបតែជួសជុលរួចថ្មីនៅក្នុងតំបន់គោធំយើងនឹងនិយាយទៅប្រាសាទនេះក៏អត់មានអីពិបាករកទេដែលមានទីតាំងនៅមុខលានចូលដំរីក្បែរនឹងប្រាសាទនឹង12តែម្ដងតែដោយសារតែតំបន់នេះគឺសម្បូរទៅដោយប្រាសាទតូចៗជាប់គ្នាច្រើនហើយប្រាសាទជុំនឹងគឺមានទីតាំងនៅពីក្រោយប្រាសាទមួយដែលមានឈ្មោះថាប្រាសាទកោសក់អញ្ចឹងបើយើងអត់ចាប់អារម្មណ៍ទេគឺយើងមើលមិនដឹងដែរបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងនៅខាងមុខនេះគឺគេដាក់ថាប្រាសាទកោសក់ប៉ុន្តែចាក់ស្ដែងទៅប្រាសាទជុំនឹងបើតាមយើងមើលគឺនៅខាងក្រោយប្រាសាទកោសក់ហ្នឹងឯងព្រោះតែនេះជាលើកទី 1ដែលខ្ញុំចូលមកដែរហើយព្រោះរហដងដើរមកអីជីមកអីអញ្ចឹងខ្ញុំចូលតែនេះប៉ាលីឡៃលៀនចូលដំរីហើយនៅប្រាសាទនាង12នេះជាប់នេះអញ្ចឹងណាហើយប្រាសាទមួយនេះគឺខ្ញុំអត់ដែរចូលសោះមកតាំងពីក្មេងមកនេះគឺជាលើកទី 1ដែលខ្ញុំមកអញ្ចឹងបាទបងប្អូនទាំងគ្នានេះគ្រាន់តែដើរចូលមកភ្លាមមើលខ្លោងទ្វារស្អាតខ្លាំងមែនទែននិយាយទៅវាដូចជាដើមឈើមួយដោះលើប្រាសាទអញ្ចឹងណាតែបន្តមកគឺវល្លិវាពាត់ពីលើនឹងមកអញ្ចឹងតែម្ដងស្អាតខ្លាំងវីវនេះយើងប្រហែលជាបានមកដល់ប្រាសាទកោសក់ហើយកោសក់អញ្ចឹងឯងខ្ញុំហៅមិញឬសុំទោសផងបើខ្ញុំនិយាយឈ្មោះខូចអញ្ចឹងនេះខាងក្រោយខ្ញុំនេះតបមកយើងនឹងដើរវៀងទៅបន្តិចដើម្បីទៅប្រាសាទជុំចូលមកជុំយេនោះបងប្អូនអរគ្នាគាត់តែដើរផាកប្រាសាទហើយយើងឃើញហ្មងប្រាសាទជុំនៅខាងក្រោយនោះឃើញអត់នោះយេយើងដើរផាត់តែប្រាសាទហ្នឹងទៅប្រហែលជាដល់អីមើលទៅបាទមិញខ្ញុំច្រឡំតែពិតទៅយើងបាច់ចាំដើរកាត់ប្រាសាទបុកនេះក៏បានដែរបងប្អូនខ្ញុំទុំឃើញគឺចូលមកគឺចូលតាមគៀនប្រាសាទហ្នឹងបុកចំខាងក្រោយមកទៅគឺយើងអាចដើរមកដល់ប្រាសាទជុំហើយនេះគឺជាប្រាសាទហ្នឹងដូចជាមិនសូវធំប្រហែលដែរបងប្អូនអរគ្នាទូចតែមួយស្អាតហើយដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺនៅម្ដុំហ្នឹងគឺសម្បូរប្រាសាទបងប្អូនអរគ្នាទូចនៅជុំនេះហ្នឹងហ្មងទោះបីជាខាងនោះក៏មានអាកាសមានបាពួនមានអីចឹងទៅអញ្ចឹងម្ដុំលៀនចូលដំរីនេះបើសិនជាបងប្អូនចំណាយពេលវិញខ្ញុំគិតថាមួយថ្ងៃសឹងតែដើរប្រាសាទជុំវិញទាំងអស់ប៉ាលីឡៃនៅនឹងទាំងអស់ yes នេះខ្ញុំបានមកដល់ប្រាសាទជុំហើយ very ស្អាត very beautiful អូខេណាបងប្អូនអរគ្នានិយាយទៅខ្ញុំមកនេះគឺតងល់ឆេញហ្មងជាធម្មតាពេលដែលខ្ញុំមុនខ្ញុំទៅប្រាសាទអីមួយអញ្ចឹងគឺខ្ញុំត្រូវមើលប្រវត្តិប្រាសាទនឹងមុនពេលដែលខ្ញុំទៅដល់អញ្ចឹងដើម្បីខ្ញុំទទួលបានព័ត៌មានថាអូខេមានន័យថាម៉េចត្រូវចំណុចកន្លែងណាខ្លះដែលត្រូវថតជូនបងប្អូនអញ្ចឹងណាប៉ុន្តែខ្ញុំមកលើកនេះគឺ0ហ្មងព្រោះប្រាសាទជុំខ្ញុំទុំឃើញគេទុំល្បីអញ្ចឹងណាអញ្ចឹងក៏មកដល់ភ្លាមក៏នឹកឃើញភ្លាមក៏មកភ្លាមហ្មងអញ្ចឹងគាត់តែដឹងថាតាមរចនាបថរបស់ប្រាសាទមួយនេះគឺប្រហែលជា Hindu សាសនាឯង 100% ដោយសារតែឃើញព្រះអាទិទេពរូបចម្លាក់ព្រះអាទិទេពនៅលើនឹងអញ្ចឹងណាមានបកោមានអីមានអិសីមានអីចឹងទៅអញ្ចឹងមិនមែនជាប្រពុត 100% ហ្មងហើយនឹងការបើសិនជាតកតងនឹងការកសាងវិញខ្ញុំក៏គិតថានៅក្នុងចន្លោះសតវត្សទី12ដោយប្រាសាទផ្សេងៗដែរព្រោះថានៅប្រាសាទខាងមុខយើងបានឃើញស្រាប់ហើយគឺនៅក្នុងសតវត្សទី12អញ្ចឹងខាងក្រោយប្រកាសជាសតវត្សទី12ដែរហើយ
អាចខុសគ្នាតិចតួចអីប៉ុណ្្នឹងឯងព្រោះថានៅក្នុងតំបន់កូននេះគឺ of course យើងរៀនប្រវត្តិសាស្ត្រយើងដឹងគឺក្នុងចន្លោះសតវត្សទី12ស្អាតណាស់បងប្អូននិយាយទៅប្រាសាទថ្មីរើងតែម្ដងសស្គូសថ្មសស្គូសហើយរូបឆ្លាក់នៅខាងលើដែលខ្ញុំបានបង្ហាញនេះគឺអានេះខ្ញុំអត់ហ៊ាននិយាយថាឆ្លាក់ថ្មីឬមួយក៏មិនទេបងប្អូនខ្ញុំគិតថាគាត់ក្រុមវិស្វករគាត់រើសបំណែកបាក់បែកអីអញ្ចឹងណាអាចមានជាការដាប់ថ្មីខ្លះដើម្បីឲ្យវាចេញរៀងឡើងវិញអញ្ចឹងណាប៉ុន្តែខ្ញុំមើលតាមជាក់ស្ដែងទៅគឺកន្លែងខ្លះបើថាបាក់ហើយគឺបាក់ហ្មងគឺគេអត់ធ្វើឡើងវិញទេដើម្បីយើងរក្សាទម្រង់ដើមអញ្ចឹងណាបងប្អូនប៉ុន្តែទូចលឹងស្អាតមែនទែនប្រាសាទមួយនេះបាទអូខេអញ្ចឹងខ្ញុំសូមបន្ថែមពីព័ត៌មានខ្លះៗរបស់ប្រាសាទជុំបន្តិចដែលប្រាសាទនេះត្រូវបានកសាងឡើងនៅដើមសតវត្សទី12ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី2ហើយដោយសារតែពីមុនប្រាសាទមួយនេះគឺត្រូវបានបាក់បែកធ្ងន់ធ្ងរទើបអាជ្ញាធរនិងអ្នកជំនាញចាប់ផ្ដើមជួសជុលឡើងវិញដោយរុះរើតួប្រាសាទទាំងមូលតែម្ដងដើម្បីធ្វើការពង្រឹងគ្រឹះនិងរៀបចំតួប្រាសាទឡើងវិញម្ដងទៀតដោយរក្សានៅទម្រង់ដើមទាំងស្រុងដូចបងប្អូនទាំងអស់គ្នាបានឃើញអញ្ចឹងបើបងប្អូនទាំងអស់គ្នាបានមកលេងកូអីកុំភ្លេចឈានចូលលេងប្រាសាទជុំមួយនេះផងណាតមកទៀតខ្ញុំក៏បានបន្តដំណើរទៅលេងក្លោងទ្វារតាកាយដែលជាក្លោងទ្វារមួយស្ថិតនៅភាគខាងលិចនៃប្រាសាទអង្គរធំហើយខ្ញុំជឿហ្មងថាបងប្អូនយើងភាគច្រើនប្រកាសជាធ្លាប់ស្គាល់និងធ្លាប់បានទៅលេងនៅទីនោះហើយព្រោះថាប្រហែលឆ្នាំចុងក្រោយនេះគឺគេបានធ្វើផ្លូវកស៊ូជិះស្រួលចូលដែលខុសពីមុននៅពេលដែលខ្ញុំចង់ទៅលេងទីនោះម្ដងអីភាគច្រើនតតែជិះកង់ចូលព្រៃមិនអាចទៅដល់ហើយចង់និយាយថាក្លោងទ្វារមួយនេះគឺជាទីតាំងដ៏ល្អមួយដែលយើងគួរតែមកលេងនៅពេលល្ងាចដែលក្រៅពីការទស្សនាក្លោងទ្វារយើងក៏អាច enjoy ជាមួយនឹងថ្ងៃលិចដែលពន្លឺនឹងជះលើក្លោងទ្វារចេញពណ៌មាសស្អាតខ្លាំងណាស់បងប្អូនទាំងអស់គ្នាដោយដែលខ្ញុំបានបង្ហាញអញ្ចឹងតែនៅពេលនោះខ្ញុំក៏អត់បានចំណាយពេលយូរដែរព្រោះអីប្រញាប់ចេញទៅបេនថោះខ្ញុំដែលជាពលិយន្តហោះចាស់ព្រោះអីកាលនៅរៀនវិទ្យាល័យខ្ញុំចូលចិត្តទៅអង្គុយលេងមើលយន្តហោះនិងមើលថ្ងៃលិចនៅទីនោះណាហើយបើយើងនិយាយពីផ្លូវទៅពលានវិញគឺយើងគ្រាន់តែបុកពីមុខអង្គរតូចនឹងឲ្យត្រង់ទៅរហូតទៅដល់ឡើយម្យ៉ាងវិញទៀតនៅតាមបណ្ដោយផ្លូវនឹងគឺជាតំបន់ដែលគេមានលក់មួនលក់អីនឹងជាពិសេសគឺនំបញ្ចុកទឹកប្រហុកដែលបងប្អូនអាចមករកហូបបានណារីឯកន្លែងបេនថោះខ្ញុំវិញគឺយើងត្រូវបត់ចូលតាមផ្លូវចូលវត្តស្វាយរមៀតនេះតែប្រហែល100ម៉ែត្រគឺទៅដល់ហើយអូខេណែបងប្អូនទាំងគ្នាឥឡូវយើងបានមកដល់ហើយព្រះអាទិត្យជិតរៀបលេខស្រាប់មកដូចបងប្អូនបានឃើញអញ្ចឹងនិយាយទៅកន្លែងនេះគឺផ្លូវរត់ផុសពលានយន្តហោះការខ្ញុំនៅរៀនកាលហ្នឹងប្រហែលជា10ឆ្នាំមុនស៊ីមានអត់មានលេងទេខ្ញុំមួយមិត្តភក្តិខ្ញុំហ្នឹងឲ្យតែសៅរ៍អាទិត្យឬមួយថ្ងៃណាតនេដឹងជិះមកជុំអង្គរហើយមកទិញផឹកទិញអីញ៉ាំអីជុំគ្នានៅហ្នឹងអង្គុយលេងដល់ថ្ងៃលិចមើលយន្តហោះនិយាយទៅយន្តហោះនៅខាងក្រោយហ្នឹងហ្មងពេលវារត់ទៅហ្នឹងបវលខ្លួនរត់ហោះហ្នឹងគឺយើងអាចមើលឃើញចិត្តខ្លាំងមែនទែនហ្មងតែឥឡូវដោយសារតែគេដូរពលានដូរអីចឹងទៅកន្លែងនេះក៏លេងមានអ្នកថែអីចឹងទៅក៏មានវត្តមានអីយើងមើលខាងក្នុងលេងសូវឃើញចឹងតែកាលមុនគេលក់ច្រើនណាបងប្អូនទាំងគ្នាមកជួលនេះសិតតែកន្លែងគេលក់លក់អីចឹងដែលយើងអាចមកអង្គុយមើលយន្តហោះអង្គុយមើលអីបានតែឥឡូវស្ងាត់ជាបទៅពេលវេលា10ឆ្នាំលឿនណាបងប្អូនកាលមុនសុបាយស៊ីមៀបខ្ញុំនៅរៀនវាមកបែបដល់ពេលនៅសម័យនេះឥឡូវមានហាងកាហ្វេមានហាងញ៉ាំអីច្រើនមានសេវាកម្មច្រើនក្មេងៗទាំងតាណាខ្លះទេទៅដូចជាខ្ញុំឥឡូវនេះបើសួរថាខ្ញុំអ្នកស៊ីមៀបមែនតែសួរថានៅស៊ីមៀបអីដើរខ្ញុំអត់ដឹងទេបងប្អូននិយាយតាមថងកាហ្វេនៅណានេះក៏ខ្ញុំសឹងតែមិនតែទៅហ្មងមកផ្ទះគឺដឹងតែមកផ្ទះមកអង្គរតែប៉ុណ្្នឹងឯងតាក់ទងតែនឹងរឿងហាងកាហ្វេហាងអីហ្នឹងគឺខ្ញុំ have no idea ហ្មងទៅម្ដងនៅពេលដែលមិត្តភក្តិអីមកឬមកក៏ជួនអ្នកអំពេញអីមកអីហ្នឹងគឺអាចជួនគេទៅមើលឲ្យមើល map ទៅជីតាម map ទៅហ្មងតែបើសួរថាស្គាល់អត់គឺអត់ដែរស្គាល់ទេគឺខុសគ្នាពីស៊ីមៀប10ឆ្នាំមុនអញ្ចឹងនេះឥឡូវយើងអង្គុយមើលព្រះអាទិត្យរះលិចបន្តិចហើយយើងនឹងបន្តត្រឡប់ទៅផ្ទះយើងវិញអញ្ចឹងដំណើរបេសកកម្មជិះម៉ូតូមកខេត្តសៀមរាបលើកនេះក៏មានតែប៉ុណ្្នឹងដែរដែលវីដេអូនេះគឺខ្ញុំអត់បានណែនាំកន្លែងទេសចរអីច្រើនទេជូនបងប្អូនទាំងអស់គ្នាតែខ្ញុំក៏សង្ឃឹមថាវាអាចជួយ entertain បងប្អូនទាំងអស់គ្នាបានមកចំណែកដែរហើយក៏ចង់ប្រាប់ថាការមកលេងនៅខេត្តសៀមរាបលើកនេះខ្ញុំក៏បានធ្វើដំណើរទៅលេងទីតាំងទេសចរមួយចំនួនជាពិសេសគឺឡើងភ្នំកលែនដែលខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្គាល់កន្លែងអាត់កំបាំងនិងអស្ចារ្យជាច្រើននៅលើនោះអញ្ចឹងកុំភ្លេចជួយចុច follow និង subscribe channel របស់ខ្ញុំម្នាក់មួយផងណាដើម្បីតាមដានទស្សនាទាំងអស់គ្នាអរគុណដល់ការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ